សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានអ្នកទាំងអស់គ្នាអំពីរបៀបឆែកមើល storage ជាមួយនឹង RAM នៅក្នុងទូរស័ព្ទដៃ Nubia Focus 5G អញ្ចឹងយើងចូលទៅក្នុង setting ហើយអ្នកទាំងអស់គ្នា scroll ទៅដល់មើលពាក្យ storage ហើយចុចចូលទៅក្នុង storage គឺយើងដើម្បីធ្វើការមើលទំហំ storage នៅក្នុងទូរស័ព្ទដៃរបស់យើងគឺដូចជាទំហំ memory អញ្ចឹងខ្ញុំមាន storage 256ដែលខ្ញុំបានប្រើប្រាស់240អញ្ចឹងខ្ញុំសល់ 512G អញ្ចឹងនេះគឺជា storage អញ្ចឹងមួយទៀតយើងចូលទៅមើល RAM អញ្ចឹងដើម្បីចូលទៅមើល RAM អ្នកនរគ្នាអាចចូលមកកន្លែងពាក្យ about នេះនៅក្នុង about គឺអ្នកនរគ្នាអាចមើលបានច្រើនប្រភេទមានទាំង modem មានទាំង RAM មានទាំង CPU មានទាំងserial number អញ្ចឹងជាដើមអញ្ចឹងតែខ្ញុំ focus ទៅលើតា storage ជាមួយនឹង RAM តែប៉ុណ្ណោះអញ្ចឹងឥឡូវយើងមកមើល storage នៅត្រង់នេះគឺដូចតែមុនអញ្ចឹងគឺខ្ញុំមាន storage 256ដែលនៅសល់ 15G ហើយនៅ RAM គឺខ្ញុំមាន RAM វាមាន2គ្រាប់ឬក៏គេ RAM ទី1 6G នេះគឺវាជា RAM ដែលជាប់ម៉ាស៊ីនហើយ RAM 10G នេះគឺជា RAM ដែលគេបន្ថែមនៅក្នុងហ្នឹងទេអញ្ចឹងគឺខ្ញុំមាន RAM ទាំងអស់គឺ6 10G ហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ដើម្បីផងហើយបើមាន like ណាខុសឆ្គងគឺសូមអ្នកនរគ្នាអធិស្ឋានផងជំរាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ